សង្គ្រាមលោកលើកទី1ក្នុងឆ្នាំ1914រហូតដល់ឆ្នាំ1918ពិភពលោកមុនពេលព្យុះសង្គ្រាមសាកស្រមៃទៅមើលថាពិភពលោកមួយដែលអាណាចក្រធំៗកំពុងតែឈរយ៉ាងអស្ចារ្យទីក្រុងធំៗពោពេញដោយរោងចក្ររថភ្លើងនិងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រប្រជាជនជាច្រើនជឿថាមនុស្សជាតិបានឈានចូលទៅដល់សម័យស៊ីវិល័យដែលសង្គ្រាមធំៗនឹងមិនអាចកើតឡើងបានទៀតឡើយប៉ុន្តែក្រោមភាពរុងរឿងទាំងនោះមានភ្លើងមួយដែលកំពុងតែឆេះយឺតភ្លើងនៃការប្រកួតប្រជែងភ្លើងនៃអំណាចភ្លើងនៃការសង្ស័យនិងការស្អប់គ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ប្រទេសមហាអំណាចនៅក្នុងអឺរ៉ុបបានប្រមូលអាវុធបង្កើតកម្លាំងកងទ័ពនិងចុះកិច្ចព្រមព្រៀងសម្ព័ន្ធមិត្តយោធាជាមួយគ្នាមនុស្សជាច្រើនមិនដឹងទេថាទ្វីបទាំងមូលកំពុងតែឈរលើធុងម្សៅដ៏ធំមួយដែលរងចាំផ្កាភ្លើងតូចមួយតែប៉ុណ្ណោះអឺរ៉ុបមុនសង្គ្រាមនៅដើមសតវត្សទី20អឺរ៉ុបគឺជាមជ្ឈមណ្ឌលនៃពិភពលោកចក្រភពអង់គ្លេសគ្រប់គ្រងដែនដីដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រព្រះអាទិត្យហាក់ដូចជាមិនដែលលិចលើអាណានិគមរបស់ខ្លួនឡើយបារាំងគឺជាមហាអំណាចផ្នែកវប្បធម៌និងយោធាអាល្លឺម៉ង់ដែលទើបតែបង្រួបបង្រួមជាប្រទេសតែមួយនៅក្នុងឆ្នាំ1471កំពុងតែរីកចម្រើនយ៉ាងលឿនរោងចក្រការផលិតដែកនិងបច្ចេកវិទ្យាថ្មីៗដែលធ្វើឲ្យប្រទេសនេះក្លាយជាគូប្រកួតប្រជែងដ៏ធំរបស់អង់គ្លេសនៅភាគខាងកើតរុស្ស៊ីមានកងទ័ពដ៏ធំប៉ុន្តែសេដ្ឋកិច្ចនៅទីនោះមិនទាន់អភិវឌ្ឍដោយប្រទេសលោកខាងលិចនៅឡើយទេចំណែកអូទ្រីហុងគ្រីគឺជាចក្រភពដ៏ធំមួយដែលមានជនជាតិច្រើនកំពុងតែរស់នៅជុំគ្នាក្រោមផ្ទៃខាងក្រៅដ៏ស្ងប់ស្ងាត់មានចំនួនជាតិនិយមកំពុងតែកើតឡើងជារៀងរាល់ថ្ងៃការប្រកួតប្រជែងអាវុធមហាអំណាចទាំងអស់ចាប់ផ្ដើមប្រកួតប្រជែងគ្នាពួកគេមិនត្រឹមតែផលិតកាំភ្លើងប៉ុណ្ណោះទេពួកគេសាងសង់នាវាចម្បាំងធំៗរោងចក្រផលិតគ្រាប់កាំភ្លើងនិងបង្កើនចំនួនយោធារាប់លាននាក់អង់គ្លេសនិងអាល្លឺម៉ង់ប្រកួតប្រជែងគ្នាផ្នែកកងទ័ពជើងទឹកបារាំងនិងអាល្លឺម៉ង់បង្កើនកម្លាំងយោធានៅតាមព្រំដែនគ្រប់ប្រទេសទាំងអស់នេះបាននិយាយថាពួកគេកំពុងត្រៀមការពារខ្លួនប៉ុន្តែនៅពេលដែលមនុស្សជាតិគ្រប់គ្នាកាន់អាវុធពិភពលោកកាន់តែខិតជិតដល់សង្គ្រាមនៅក្នុងឆ្នាំ1914អឺរ៉ុបត្រូវបានបែងចែកជាពីរក្រុមធំៗក្រុមទី1មានអាល្លឺម៉ង់អូទ្រីហុងគ្រីនិងអ៊ីតាលីក្រុមទី2មានអង់គ្លេសបារាំងនិងរុស្ស៊ីកិច្ចព្រមព្រៀងទាំងនេះមានគោលបំណងការពារគ្នាទៅវិញទៅមកប៉ុន្តែវាមានគ្រោះថ្នាក់មួយប្រសិនបើប្រទេសមួយធ្វើសង្គ្រាមប្រទេសដទៃទៀតនឹងអាចទាញចូលសង្គ្រាមដោយស្វ័យប្រវត្តិដោយខ្សែដូមីណូដែលដួលមួយហើយទាញឲ្យដួលទាំងអស់បាល់កង់ចុងម្សៅរបស់អឺរ៉ុបតំបន់បាល់កង់គឺជាកន្លែងជាតិនិយមកំពុងផ្ទុះឡើងប្រទេសតូចៗជាច្រើនចង់បានឯករាជ្យសេប៊ីកំពុងតែក្លាយជាមជ្ឈមណ្ឌលនៃចលនាជាតិនិយមស្លាវប៉ុន្តែអូទ្រីហុងគ្រីមើលឃើញថាវាគឺជាការគំរាមកំហែងដ៏ធំមួយមនុស្សជាច្រើននៅពេលនោះហៅតំបន់នេះថាធុងម្សៅរបស់អឺរ៉ុបហើយធុងម្សៅទាំងនោះកំពុងតែរងចាំនរណាម្នាក់ទៅដុតភ្លើង